តថ្ងៃនេះខ្ញុំមកបង្ហាញអ្នកគ្នាអំពីការធ្វើទៅលើ VFX បែបនេះនៅក្នុងកម្មវិធី After Effects ជាមួយគ្នាចឹងជំហានទី1យើងចូលមកបង្កើតខំរបស់យើងឲ្យរៀងវែងតិចមកដើម្បីអ្នកគ្នាស្រួលដាក់ទៅលើយ័ន្តរបស់យើងបន្តមកទៀតយើងធ្វើការទាញយ័ន្តរបស់យើងចូលមកក្នុងខំរបស់យើងមកហើយអ្នកគ្នាធ្វើការ scale វាឲ្យទូចៗហើយយើងតម្រៀបវាជាជួរឲ្យត្រូវជាមួយនឹងខំរបស់យើងចឹងជំហានបន្ទាប់អ្នកគ្នាត្រូវធ្វើការ drag ទៅលើយ័ន្តរបស់យើងឲ្យទៅជាខ្សែ mask សិនដោយសារតែ plugin របស់យើងគឺវាស្គាល់តែជាមួយនឹង mask ទេដើម្បីធ្វើការ drag បានអ្នកគ្នា select នៅលើយ័ន្តរបស់យើងហើយចូលមក layer ហើយអ្នកគ្នាអូសមកក្រោមនឹងឃើញពីថា auto drag បន្តមកទៀតអ្នកគ្នាអាចធ្វើការ preview វាហើយយើងមកមើលនៅកន្លែងនេះចឹងអ្នកគ្នាចុច OK មកចឹងពេលអ្នកគ្នា auto drag ហើយវានឹងបង្កើត layer ថ្មីឲ្យយើងមួយចឹងអ្នកគ្នាធ្វើការលុបអា layer ដើមរបស់វាចោលមកយើងទុកតែ mask របស់យើងនេះបានហើយចឹងអ្នកគ្នាអាចធ្វើទៅលើ layer ផ្សេងៗដូចគ្នាចឹងមកបន្តមកទៀតខ្ញុំចូលមក rectangle ហើយយើងគូសវាឲ្យវែងពេញខំរបស់យើងបែបនេះដើម្បីយើងយកវាមកធ្វើជារង្វង់ព័ទ្ធជុំវិញយ័ន្តរបស់យើងបន្ទាប់ពីការ auto drag នឹងរៀបចំជាមួយនឹងយ័ន្តរបស់យើងហើយយើងនឹងយកវាទៅដាក់នៅក្នុង plugin មួយដែលមានឈ្មោះថា Saber អញ្ចឹងអ្នកគ្នាគ្រាន់តែ select នៅលើយ័ន្តរបស់យើងហើយចុច control space ដើម្បីយើងបើក FX console របស់យើងហើយយើងទៅរក plugin មួយដែលមានឈ្មោះថា Saber អញ្ចឹង plugin មួយនេះអ្នកគ្នាអាចធ្វើការ download ដោយ free របស់ Copilot បើសិនជាអ្នកគ្នាអត់ដឹងពីរបៀបនៃការ download នឹងតឡើងទេអាច comment នៅវីដេអូខាងក្រោមបន្ទាប់ពីយើង add plugin របស់យើងហើយវានឹងចេញទម្រង់បែបនេះអញ្ចឹងអ្នកគ្នាគ្រាន់តែចូលមក FX control ហើយមកមើលកន្លែងពាក្យថា custom core កន្លែង core type នេះយើងដូរពី Saber មកយកពាក្យថា layer mask តទៅទៀតយើងចូលមកកន្លែង preset អ្នកគ្នាដូរវាទៅ energyហើយយើងអូសមកក្រោមមកមើលពាក្យថា render setting ដើម្បីយើងដោះ background ខ្មៅរបស់វាចេញអញ្ចឹងកន្លែង compose setting នេះគឺយើងនឹងយកវា transparency បន្តមកទៀតអ្នកគ្នាអូសមកលើវិញហើយយើងចាប់ផ្ដើមសេរីទៅលើ intensity speed beat ហើយនឹង size របស់វាដើម្បីឲ្យវាចេញជាទម្រង់ដែលយើងចង់បានអញ្ចឹង glow intensity ខ្ញុំយកវា66 glow speed ខ្ញុំយកវា 0.6 glow beat ខ្ញុំយកវា 0.31 core size ខ្ញុំយកវា 0.20 បន្តមកទៀតបើសិនជាអ្នកគ្នាចង់លេងចលនានៅលើយ័ន្តរបស់យើងអ្នកគ្នាអាចប្រើជាមួយនឹង start offset ហើយនឹង end offset បានដោយអ្នកគ្នាអាចធ្វើការទាញវាបែបនេះហើយយើងធ្វើការ keyframe ឲ្យវាបានហើយបើអ្នកគ្នាចង់ឲ្យយ័ន្តរបស់យើងមានពលឺ load ចុះ load ឡើងអ្នកគ្នាចូលមកកន្លែងពាក្យថា flicker ហើយអ្នកគ្នាធ្វើការតឡើងជាមួយនឹង flicker intensity បន្តមកទៀតអ្នកគ្នាសេរី speed វាអ្នកគ្នាតឡើងលេខវាកាន់តែធំ speed វានឹង load កាន់តែលឿនបើអ្នកគ្នាដកលេខវាមកកាន់តែតូច speed វានឹង load យឺតទៅតាមនឹងដែរឥឡូវខ្ញុំសេរីវាប៉ុណ្្នឹងសិនបន្តមកទៀតអ្នកគ្នាធ្វើការ copy ទៅលើ Saber របស់យើងហើយយើងធ្វើការ select ទៅលើយ័ន្តរបស់យើងទាំងអស់ហ្នឹងមកបន្តមកទៀតអ្នកគ្នាចូលមក edit ហើយយើងយកពាក្យថា pasteអញ្ចឹងជំហានបន្ទាប់អ្នកគ្នាបង្កើតខំការងាររបស់យើងមួយទៀតមកអញ្ចឹងខ្ញុំយកຂະຫນាតវាទូចបានហើយកុំឲ្យយើងតឹងម៉ាស៊ីនខ្ញុំយកវា Full HD អញ្ចឹងយើងចាប់ផ្ដើមទាញជាមួយអាខំដែលយើងបានរៀបចំយ័ន្តរបស់យើងមិញចូលមកក្នុងខំដែលយើងបង្កើតមិញមកអញ្ចឹងយើងធ្វើការ scale វាឲ្យទូចមកល្មមមកបន្តមកទៀតយើងទៅ search effect មួយដែលមានឈ្មោះថា CC cylinder ហើយយើងចូលមក effect control របស់យើងហើយយើងបើកកន្លែង rotation អ្នកគ្នាអាចធ្វើការ rotate ដើម្បីចាប់ angle ដែលអ្នកគ្នាចង់បានអញ្ចឹងដើម្បីឲ្យយ័ន្តរបស់យើងមានពលឺស្អាតជាងនេះយើងនឹងប្រើប្រាស់ជាមួយនឹង effect មួយទៀតដែលមានឈ្មោះថា deep glow អញ្ចឹងបើអ្នកគ្នាចង់ឲ្យយ័ន្តរបស់អ្នកគ្នាផុសមកដូចគេអ្នកគ្នាអាចធ្វើការ keyframe នៅលើ scale របស់យើងបានហើយនេះគឺជាលទ្ធផលដែលយើងបានធ្វើមិញអញ្ចឹងនៅក្បែរទៀតអ្នកគ្នាធ្វើការ adjust វាបន្ថែមនៅពេលដែលយើងធ្វើការ compose setting ជាមួយនឹង scene របស់យើងអូខេវីដេអូរបស់យើងមានប៉ុណ្ណឹងបើអ្នកគ្នាចង់ដឹងអីបន្ថែមទៀតអំពី After Effects comment នៅវីដេអូខាងក្រោមយើងជួបគ្នានៅវីដេអូក្រោយ